រំលងអ្នកតូចខូចការធំរឿងខ្លះដែលកើតមានជាញឹកញាប់ហើយក៏ប្រហែលជាអាចនឹងកើតមានរៀងរហូតតទៅបុគ្គលិកលក់ទំនិញចេញពីក្រុមហ៊ុន2បានយកទំនិញរបស់ខ្លួនរៀងៗខ្លួនទៅលក់ឲ្យក្រុមហ៊ុនដ៏ធំមួយបុគ្គលិកក្រុមហ៊ុន A បានសម្ដៅតម្រង់ទៅដល់ប្រធានធំតែម្ដងព្រោះគេគិតថាឲ្យតែប្រធានធំព្រមហើយពួកកូនចៅទៅណាវាមិនព្រមបុគ្គលិកម្នាក់នោះខំយកចិត្តយកថ្លើមលោកប្រធានដោយវិធីផ្សេងៗទីបំផុតប្រធានក៏ឆ្លើយថាខ្ញុំត្រូវសួរទៅខាងប្រធានផ្នែករបស់ខ្ញុំសិនបុគ្គលិកក្រុមហ៊ុន A គិតក្នុងចិត្តថាតែប៉ុណ្ណេះលោកប្រធានមុខជាពេញចិត្តស្ដុកហើយថ្ងៃបន្ទាប់មកទៀតគេក៏បានទទួលចម្លើយសម្រាប់ពីប្រធានដែលគេសង្ឃឹមថាមុខជាបានចម្លើយល្អតែមិនមែនអញ្ចឹងឯណាប្រធានក្រុមហ៊ុនបានប្រាប់ថាប្រធានផ្នែកបានសម្រេចយកទំនិញរបស់ក្រុមហ៊ុន B រួចហើយបុគ្គលិកលក់របស់ក្រុមហ៊ុន B នោះគេមិនចាំបាច់ស្ទុះស្ទារំលងទៅដល់ប្រធានធំឡើយគេទៅជួបត្រឹមតែអ្នកដែលមានអំណាចក្នុងការទិញគឺប្រធានផ្នែកទិញនោះឯងនៅពេលទៅដល់គេក៏រៀបរាប់អំពីគុណប្រយោជន៍នៃផលិតផលនិងបង្កើតភាពស្និទ្ធស្នាលខ្លះៗប្រធានផ្នែកទិញក៏សម្រេចចិត្តទិញទំនិញរបស់គេតែម្ដងដោយមិនចាំបាច់សុំការសម្រេចពីនរណាទៀតឡើយព្រោះថាគេគឺជាអ្នកមានសិទ្ធិធំជាងគេនៅក្នុងផ្នែកទិញស្រាប់ទៅហើយម្យ៉ាងទៀតការដែលគេទិញទំនិញពីក្រុមហ៊ុន B ក៏ដោយសារតែទំនិញនោះមានគុណភាពល្អពិតប្រាកដទោះជាវាមិនសូវល្អជាងទំនិញរបស់ក្រុមហ៊ុន A តែវាក៏មិនអន់ជាងអ្វីដែរហើយហេតុផលសំខាន់ម្យ៉ាងទៀតដែលគេទិញក៏ដោយសារបុគ្គលិកក្រុមហ៊ុន B ផ្ដល់កិត្តិយសមិនរំលងតួនាទីព្រមទាំងមានភាពស្និទ្ធស្នាលជាមួយគេនិងប្រសិនបើដឹងថាបុគ្គលិកក្រុមហ៊ុន A បោះសន្ទូចរំលងភ្នំទៅដល់លោកប្រធានធំបែបនោះគេនឹងកាន់តែស្អប់ថែមទៀតព្រោះវាជាការមើលស្រាលចំពោះរូបគេក្នុងវិធីចាត់ចែងការងារគេតែងបែងចែកការទទួលខុសត្រូវទៅតាមលំដាប់ជាន់ថ្នាក់ទោះបីនាយកជាប្រធានធំជាងគេក៏ដោយតែមុននឹងធ្វើអ្វីមួយនាយកក៏ត្រូវសួរយោបល់ពីអ្នកទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការនោះជាមុនហើយជាទូទៅគេតែងជឿឬស្ដាប់យោបល់របស់នាយផ្នែកនីមួយៗបើមិនដូច្នោះទេតើគេនឹងបែងចែកការងារគ្នាដូចម្ដេចនឹងកើតទៅបើមានកិច្ចការអ្វីត្រូវពឹងពាក់ចៅហ្វាយខេត្តលោកចៅហ្វាយខេត្តក៏ត្រូវសួរមកមេស្រុកមេឃុំឬមេភូមិតែជាដដែលនោះឯងនៅស្រុកយើងមានរឿងច្រើនណាស់ដែលតាមពិតជារឿងតូចតាចកំពេចកំពុកតែគេចូលចិត្តធ្វើឲ្យវែងឆ្ងាយសូម្បីតែអ្នកល្មើសច្បាប់ចរាចរណ៍ក៏ឆ្លៀតទូរស័ព្ទចូលឡើងដើម្បីពឹងពាក់អ្នកធំផងដែរមាននារីម្នាក់មានមុខមាត់ស្អាតគួរសមស្គាល់អ្នកតូចអ្នកធំរួមទាំងប៉ូលីសផងពេលដែលប៉ូលីសចរាចរណ៍ខាត់ឡានពីបទល្មើសនឹងច្បាប់បើកបរគាត់ក៏ទូរស័ព្ទទៅសុំឲ្យមេប៉ូលីសជួយគឺជាការល្ងងបំផុតដែលសុំឲ្យអ្នកធំមកជួយដោះស្រាយរឿងបែបនេះព្រោះការសុំឲ្យអ្នកធំជួយរឿងអ្វីមួយវាទាល់តែរឿងនោះជារឿងដែលធំដុំគួរសមមនុស្សយើងម្នាក់តែងតែរាប់ចំនួនក្នុងការជួយគ្នាទៅវិញទៅមកប្រសិនបើយើងយករឿងដែលមិនជាបើទៅពឹងពាក់អ្នកដទៃយើងក៏នឹងជំពាក់គេម្ដងទៅហើយនឹងការដែលយករឿងមិនជាបើបែបនេះទៅពឹងពាក់អ្នកដទៃវាជាការបង្ហាញឲ្យឃើញនៅភាពល្ងងខ្លៅមិនចេះថ្លឹងថ្លែងលើទម្ងន់របស់បញ្ហាជាការរំខាននិងជាការមិនផ្ដល់កិត្តិយសដល់គេទៀតផងអ្នកឆ្លាតគេមិនចាំបាច់ពឹងនរណាមកជួយរឿងបែបនេះទេព្រោះការល្មើសច្បាប់ចរាចរណ៍បន្តិចបន្តួចនេះឲ្យតែប៉ូលីសផាកពិន័យទៅគឺវារួចរាល់ហើយមិនចាំបាច់ទៅពឹងអ្នកនេះឬអ្នកនោះនាំតែជំពាក់គុណគេដោយសារតែរឿងកំពេចកំពុកនេះធ្វើអ្វីមនុស្សយើងបើថានឹងជំពាក់គុណគេវាគួរតែជារឿងចាំបាច់ជាមិនរួចឬរឿងស្លាប់រស់ទើបវាសមនារីម្នាក់នោះអាចនឹងចង់បង្ហាញអំពីឥទ្ធិពលរបស់ខ្លួនថាឯងហ៊ានចាប់យើងឬឯងស្គាល់យើងតិចពេកហើយតើវានឹងទៅជាយ៉ាងដូចម្ដេចទៅវិញអស់យ៉ាងហើយមេឲ្យដោះលែងឯកូនចៅក៏នឹងធ្វើតាមបញ្ជាមេប៉ុណ្ណោះមានអីទៅឈឺក្បាលដល់គាត់រួចពីនោះគេក៏ធ្វើការងារខ្លួនបន្តទៅទៀតមានរឿងមួយដែលលោកតំណាងរាស្ត្រម្នាក់គាត់និយាយដោយអស់សំណើចប្រាប់ថារថយន្តរបស់គាត់ត្រូវប៉ូលីសឃាត់គាត់ក៏បានទូរស័ព្ទសុំជំនួយពីមេប៉ូលីសដែលជាមិត្តរបស់គាត់បន្ទាប់ពីរៀបរាប់ដំណើររឿងដល់មេប៉ូលីសរួចហើយគាត់ក៏ហុចទូរស័ព្ទទៅឲ្យកូនចៅដើម្បីទទួលបញ្ជាពីមេរបស់ខ្លួនកូនចៅស្ដាប់បញ្ជាមេរួចហើយក៏ដើរត្រុនយកទូរស័ព្ទទៅហុចឲ្យលោកតំណាងរាស្ត្រព្រមទាំងនិយាយដោយការគោរពថាសូមគោរពទានប្រុសមេខ្ញុំប្រាប់ឲ្យដេចគុណអញ្ជើញទៅចុះតែផ្ដាំថាសូមឲ្យដេចគុណមេត្តាចែកលុយឲ្យកូនចៅចាយខ្លះផងចៃដន្យក្នុងហោប៉ៅលោកតំណាងរាស្ត្រគ្មានលុយរាយមានតែក្រដាសតូចបំផុតត្រឹម$20
គាត់ក៏ឲ្យផ្ដាច់តែម្ដងទៅគិតសពទៅបើឲ្យប៉ូលីសផាកយ៉ាងច្រើនអស់ត្រឹម$5ដល់ពេលមានមនោសញ្ចេតនាអស់$20ហើយនៅជំពាក់គុណគេទៀតរឿងនេះមិនខុសអ្វីពីរឿងជិះដំរីទៅបោកសម្រាមនោះឡើយសូមកុំអាងអ្នកធំរំលោភអ្នកតូចព្រោះវាជាទង្វើដែលបង្ហាញពីភាពខ្វះសុជីវធម៌មិនដឹងបែបបទនឹងទោះបីយើងរំលងទៅដល់លើតែអ្នកលើត្រូវប្រើអ្នកក្រោមយើងក៏ត្រូវតែមកជួបមុខអ្នកក្រោមជាដដែលស្រួលមិនស្រួលវាអាចធ្វើឲ្យយើងឆ្លោះធ្លួយកិច្ចការទៀតផងការងាយស្រួលហេតុអ្វីធ្វើឲ្យស្មុគស្មាញបែបនេះអត់ធ្មត់ចំពោះការឈឺចាប់នៅក្នុងរបបកុម្មុយនីសសូវៀតមានការខ្វះខាតស្បៀងជាខ្លាំងធ្វើឲ្យសូវៀតរៀបចំបែបបទដ៏ចាំបាច់មួយគឺបែបបទតម្រង់ជួរដើម្បីទិញទំនិញព្រោះទំនិញមានមិនគ្រប់គ្រាន់ដល់តម្រូវការរបស់មនុស្សគ្រប់គ្នាទើបគេត្រូវតែតម្រង់ជួរដើម្បីទិញទំនិញអ្វីមួយនៅកន្លែងលក់សាច់មួយកន្លែងមនុស្សនាំគ្នាតម្រង់ជួររាប់ម៉ោងដើម្បីទិញសាច់គោក្រោយពីឈរចាំអស់រយៈពេលដ៏យូរមកអ្នកគ្រប់គ្រងហាងក៏បើកទ្វារចេញមកហើយប្រាប់ថាសមមិត្តទាំងឡាយហាងរបស់យើងមិនមានសាច់គ្រប់គ្រាន់សម្រាប់លក់ឲ្យអ្នកគ្រប់គ្នាទេហេតុនេះសូមឲ្យអ្នកណាដែលមានសញ្ជាតិឈ្វីសពួកអ៊ីស្រាអែលត្រឡប់ទៅផ្ទះវិញចុះពួកឈ្វីសក៏មិនមាត់ក៏អ្វីគេដឹងច្បាស់ថាខ្លួនជាប្រជាជនថ្នាក់ក្រោមមានសិទ្ធិមិនស្មើនឹងអ្នកផ្សេងទើបនាំគ្នាត្រឡប់ទៅផ្ទះតាមសម្រួលអ្នកក្រៅពីនោះក៏នៅបន្តតម្រង់ជួររហូតជាង1ម៉ោងទៀតអ្នកគ្រប់គ្រងហាងក៏ចេញមកប្រកាសម្ដងទៀតសមមិត្តសាច់គោរបស់យើងមានមិនគ្រប់គ្រាន់សម្រាប់អ្នកគ្រប់គ្នាទេហេតុនេះអ្នកដែលមិនមែនជាសមាជិកបកកុម្មុយនីសសូមត្រឡប់ទៅផ្ទះវិញចុះអ្នកដែលមិនមែនជាសមាជិកបកកុម្មុយនីសក៏ដកថយទៅវិញអស់មួយចំនួនទៀត2ម៉ោងបន្ទាប់ក្រោយមកអ្នកចាត់ការក៏ចេញមកប្រកាសបន្តទៀតសមមិត្តយើងពិតជាមានសាច់គោសម្រាប់លក់ឲ្យតែប្រហែលជាមិនបានគ្រប់សម្រាប់អ្នកដែលមកឈរនៅទីនេះទេហេតុនេះយើងសូមឲ្យអ្នកណាដែលមិនធ្លាប់ចេញច្បាំងការពារសមរភូមិសូមត្រឡប់ទៅផ្ទះវិញចុះអ្នកតម្រង់ជួរក៏កាន់តែកាត់ខ្លីបន្តិចទៀតរហូតដល់ម៉ោង6ល្ងាចដល់ម៉ោងត្រូវបិទហាងអ្នកដដែលក៏ចេញមកប្រកាសបញ្ចប់សមមិត្តទាំងអស់គ្នាខ្ញុំសូមអភ័យទោសដំបូងយើងខ្ញុំគិតថាមានសាច់គោលក់ជូនសមមិត្តតែដោយសារអាពួកកសិដ្ឋានចំគួតនោះវាមិនព្រមដឹកសាច់យកមកឲ្យយើងហេតុនេះសូមសមមិត្តអធិស្ឋានផងចុះអ្នកដែលនៅសេសសល់ទាំងអស់នោះនាំគ្នារអ៊ូរទាំទៅជាហេងពួកអាជីពនោះទៅវិញដែលមិនបាច់រងចាំយូរតើគួរឲ្យអស់សំណើចដែរឬទេការស្អប់ខ្ពើមទៅលើពួកឈ្វីសធ្វើឲ្យគេបដូរពីការខឹងនឹងរឿងតម្រង់ជួរបែរមកខឹងនឹងពួកឈ្វីសទទេទៅវិញឯអ្នករងគ្រោះទៅជាហេងវិញហេងពីការដែលត្រូវរងចាំអំពើអយុត្តិធម៌ធ្វើឲ្យពួកគេមិនចាំបាច់ឈរតម្រង់ជួរទទេពេញមួយថ្ងៃវល់ល្ងាចដោយឥតបានប្រយោជន៍អ្វីសោះមានគតិមួយពោលថាមនុស្សយើងគួរចេះអត់ធ្មត់នឹងការឈឺចាប់តែមិនគួរអត់ធ្មត់នឹងភាពអយុត្តិធម៌នោះទេបានន័យថាពេលខ្លះយើងត្រូវតែទ្រាំទទួលរងការឈឺចាប់តែក្នុងចិត្តរបស់យើងមិនត្រូវបំបាក់ទឹកចិត្តខ្លួនឯងឲ្យចុះចាញ់អំពើដ៏គំរោកនោះទេយើងគួរតែតាំងចិត្តរួមជាមួយបញ្ញាដើម្បីរំដោះខ្លួនឲ្យផុតពីភាពអយុត្តិធម៌នោះដែលជួនកាលធម្មជាតិក៏មិនមើលនឹងភ្នែកដែរតែអ្វីដែលសំខាន់បំផុតគឺបញ្ញានោះឯងបើគ្មានបញ្ញាបើទោះបីជាអ្នកខំតាំងចិត្តបែបណាក៏វាមិនងាយបានផលអ្វីជាដុំកំភួនឡើយក្នុងករណីខាងលើបើឲ្យពួកឈ្វីសជ្រើសរើសគេនឹងជ្រើសរើសយកការតម្រង់ជួរដូចអ្នកដទៃអញ្ចឹងដើម្បីឲ្យស្មើភាពគ្នាប៉ុន្តែមានអ្វីជាច្រើននៅលើលោកនេះដែលយើងមិនទាន់អាចជ្រើសរើសបានទោះជាយ៉ាងណាក៏នៅមានអ្វីជាច្រើនទៀតដែលយើងអាចជ្រើសរើសបានដែរដោយករណីតម្រង់ជួរនេះជាដើមមនុស្សយើងតែងយល់ឃើញថាការតម្រង់ជួរជាទម្លាប់ល្អម្យ៉ាងអ្នកណាមកមុននឹងបានមុនគឺជាការបង្ហាញអំពីភាពយុត្តិធម៌ក្នុងការទទួលសេវាបម្រើផ្សេងឬសិទ្ធិទិញទំនិញមុននឹងក្រោយដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការឬតម្រូវការច្រើនជាងទំនិញឬមួយក៏អាចនឹងមកពីវិធីចាត់ចែងមិនបានល្អទើបធ្វើឲ្យមានការតម្រង់ជួរនេះកើតឡើងអ្នកគិតក្នុងផ្លូវលំបាកមួយចំនួនគិតថាការតម្រង់ជួរវានឹងធ្វើឲ្យខាតពេលវេលាខាតប្រយោជន៍គួរឲ្យធុញទ្រាន់អ្នកខ្លះសុកចិត្តមុខក្រាស់ញែកប្រឡោះគេចូលទាំងឥតអៀនខ្មាស់លើសពីនេះទៅទៀតមានអ្នកខ្លាំងខាងបើកបរគាត់ខ្ជិលបន្តពីក្រោយគេក៏ខំជ្រៀតសោកសៀតមិនខ្វល់ថាខាងណាឆ្វេងឬខាងស្ដាំខាងណាខុសឬខាងណាត្រូវឡើយដែលជាហេតុធ្វើឲ្យស្ទះចរាចរណ៍រាប់ម៉ោងក៏មានដែរ
ក្នុងរឿងនេះបើប៉ូលីសមិនព្រមចាត់ការឬផាកពិន័យឲ្យបានធ្ងន់ធ្ងរទៅលើអ្នកបើកបរដែលឥតអៀនខ្មាសនោះគាត់មុខជានឹងត្រូវពិបាកឈប់បក់ដៃផ្លុំកញ្ចែទាំងក្តៅហាថ្ងៃជារៀងរហូតហើយសម្រាប់អ្នកគិតក្នុងផ្លូវល្អមួយចំនួនមានគំនិតបែបប្លែកបើចាំបាច់គេត្រូវតែបន្តកន្ទុយជាជួរតែគេត្រូវរកអ្វីដើម្បីកុំឲ្យរំខានដូចជាអានសៀវភៅស្ដាប់ចម្រៀងតាមទូរស័ព្ទឬជជែកពីនេះពីនោះដើម្បីជាប្រយោជន៍សម្រាប់ការគិតនេះជាការប្រើពេលដែលមានប្រយោជន៍មានអ្នកគិតក្នុងផ្លូវល្អលើសពីនេះទៅទៀតដូចជាជនជាតិអាមេរិកកាំងដ៏ឆ្លាតម្នាក់គេខ្ជិលមួម៉ៅពីរឿងតម្រង់ជួរយូរឬមិនចាំបាច់គិតក្នុងផ្លូវល្អដូចអ្នកដទៃគេអាចគិតបានលើសពីអ្នកផ្សេងគឺបើក្រុមហ៊ុនស៊ីឈ្នួលតម្រង់ជួរតែម្ដងនៅសហរដ្ឋអាមេរិកអ្វីក៏ត្រូវតែបន្តកន្ទុយគ្នាដែរដូចជាមន្ទីរពេទ្យជាដើមអ្នកទៅពិនិត្យព្យាបាលមានចំនួនច្រើនគេត្រូវតែតម្រង់ជួររីឯការទិញសំបុត្រគុណសំបុត្រល្ខោនឬអ្វីផ្សេងទៀតជាច្រើនគឺត្រូវតែធ្វើរបៀបនេះពេលវេលាជាមាសប្រាក់អ្នកខ្លះគេមិនសុខចិត្តខាតពេលនឹងការតម្រង់ជួរទេហេតុនេះហើយទើបធ្វើឲ្យក្រុមហ៊ុនស៊ីឈ្នួលតម្រង់ជួរនេះអាចបំពេញតាមតម្រូវការរបស់មនុស្សគ្រប់គ្នាបានតើអ្នកគ្មានពេលតម្រង់ជួរនៅមន្ទីរពេទ្យមែនទេតើអ្នកគ្មានពេលទៅតម្រង់ជួរទិញសំបុត្រគុណមែនទេបើអ្នកគ្មានពេលសូមទូរស័ព្ទមកយើងនឹងបញ្ជូនបុគ្គលិកទៅតម្រង់ជួរជំនួសអ្នកដោយគិតប្រាក់ឈ្នួលយ៉ាងសមរម្យបើធៀបទៅនឹងការខាតបង់ពេលវេលារបស់លោកអ្នករឿងប្រាក់ឈ្នួលនេះសម្រាប់អ្នកខ្លះគេមិនគិតថាវាថ្លៃអ្វីឡើយព្រោះពេលវេលារបស់គេថ្លៃជាងប្រាក់ឈ្នួលនោះរាប់សិបដងទៅទៀតគេបានជួលមនុស្សចាស់ដែលចូលនិវត្តន៍យកមកធ្វើជាបុគ្គលិកសម្រាប់ទៅឈរតម្រង់ជួរបន្តកន្ទុយគ្នាគេបានប្រយោជន៍ទៅវិញទៅមកអ្នកដែលគ្មានពេលតម្រង់ជួរក៏មានប្រយោជន៍ឯចាស់ដែលគ្មានការធ្វើក៏បានប្រយោជន៍នេះដោយសារតែការគិតគូរក្នុងផ្លូវល្អការគិតក្នុងផ្លូវដែលមានប្រយោជន៍ហើយអ្នកដែលចាប់ផ្ដើមមានគំនិតបែបនេះគឺជាជនជាតិឈ្វីសតែដដែលនោះឯងគេហេងជានិច្ចហេងដោយសារគំនិតបញ្ញាដ៏មុតស្រួចរបស់គេនោះឯងការតម្រង់ជួរជាទំនៀមទម្លាប់ដ៏សមរម្យបង្ហាញពីភាពស្មើគ្នាការតម្រង់ជួរជួយសម្រួលដល់របៀបរៀបរយផ្សេងអ្នកដែលល្មើសនឹងការតម្រង់ជួរសូមកុំគិតថាខ្លួនឯងឆ្លាតការពិតអ្នកនោះជាមនុស្សល្ងងមុខក្រាស់កេងប្រវ័ញ្ចឥតអៀនខ្មាសដែលអាចនឹងធ្វើឲ្យសង្គមមានបញ្ហាជាញឹកញយដោយសារពួកខ្លួនអ្នកចេះតម្រង់ជួរគឺអ្នកដែលចេះឈរលើស្មារតីយុត្តិធម៌ដែលអាចប្រើបែបបទផ្សេងរបស់សង្គមឲ្យមានប្រយោជន៍ដល់ខ្លួនតែមិនត្រូវឲ្យប៉ះពាល់ឬខូចខាតប្រយោជន៍ដល់អ្នកដទៃនិងសង្គមជាតិឡើយ។